ជំរាបសួរលោកគ្រូសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើការ record Linux នៅក្នុង Ubuntu server ហើយតមកខ្ញុំធ្វើពី zip និង tar អញ្ចឹងខ្ញុំធ្វើការបើក VisualBox យើងមក Oracle VisualBox start យើងធ្វើរងការរងចាំវាហើយខ្ញុំធ្វើការ connect ចូលម៉ាស៊ីនរបស់យើង IPA ដើម្បីយើងមើល address SA ចុច1ចុច6ខ្ញុំធ្វើការ connect ចូលយើងខ្ញុំធ្វើការប្រើ command clear ជាដំបូងខ្ញុំធ្វើការ tree មើលដើម្បីយើងបាន command tree នេះយើងត្រូវ install វាអញ្ចឹងខ្ញុំនឹងបង្ហាញរបៀប install command tree sudo apt install tree យើងប្រើ command នេះដើម្បី install នៅ tree នេះហើយតមកខ្ញុំអត់ install ទៀតទេដោយសារខ្ញុំបានតឡើងវាហើយអស់ហើយអញ្ចឹងខ្ញុំនឹងធ្វើការបង្កើតនេះបង្កើត folder mkdir dot p space 001 002 3 4 តមកយើងធ្វើការ tree មើលនេះខ្ញុំបានបង្កើតនេះហើយតមកខ្ញុំនឹងធ្វើការបង្កើត file នៅក្នុងនេះដែលយើងប្រើ touch 001 file 1.txt ខ្ញុំប្រើ command thai ដើម្បីបង្កើត command ឲ្យច្រើនបង្កើត file បានច្រើនមិនបាច់វេច្រើនដងហើយយើង tree មើលនេះខ្ញុំបានបង្កើត file នៅក្នុង001 file 001នេះហើយ002នេះខ្ញុំបានបង្កើតនៅក្នុង002នេះ003នេះ004ហើយតមកខ្ញុំនឹងធ្វើការ zip ដែលប្រើ command zip មុននឹងយើងប្រើ command zip បាននេះយើងត្រូវតែ install zip សិនចឹងខ្ញុំនឹងបង្ហាញពីការ install zip command install zip យើងប្រើ sudo apt install zip យើងដើម្បីប្រើ zip បានយើងត្រូវប្រើ command នេះដើម្បី install zip តែខ្ញុំបានតឡើងវារួចហើយចឹងខ្ញុំអត់តឡើងទៀតទេខ្ញុំធ្វើការលុបវាចេញតោះមកខ្ញុំប្រើ command zip
ហរណ៍យើងដាក់ឈ្មោះ file ដែលយើងចង់ដាក់ឈ្មោះ file យើងចង់ឈ្មោះ file zip អញ្ចឹងយើងដាក់001 zip ចឹងមកដល់ zip ហើយយើងយកចេញពីណាយើងដាក់001 slash នេះយើងបាន zip ហើយយើង alt s ដក alt a មកដើម្បីមើលនេះ file ដែលខ្ញុំបាន zip ហើយតទៅមកខ្ញុំនឹងធ្វើការ unzip វាវិញ unzip វាវិញចឹងខ្ញុំប្រើ command unzip ខ្ញុំចង់ zip នេះ001នេះចឹងខ្ញុំប្រើ y 001 zip .d នេះខ្ញុំដើម្បីបង្កើត unzip ឲ្យដាក់ចូល folder ថ្មីដាក់ folder ថ្មីនេះខ្ញុំដាក់ new zip កន្លែងនេះខ្ញុំបានវាយ comment ខុសខ្ញុំសូមធ្វើការបញ្ចូលសាថ្មី unzip 001 zip .zip .d ដើម្បីដាក់ folder ថ្មីយើងដាក់ new zip មកទៅដោយសារកន្លែងនេះខ្ញុំបានវាយខុសនៅអក្សរនេះកន្លែងនេះ p ចឹងបានវាខុសចឹងខ្ញុំមិនធ្វើការ unzip វារួចហើយខ្ញុំបានដាក់ឈ្មោះវាថ្មីគឺយើង ls មើលទៅ ls នេះខ្ញុំបានដាក់ឈ្មោះថ្មីនេះ unzip ពី zip 001 zip នេះហើយនេះបាន unzip តោះមកខ្ញុំធ្វើការ clear វាតោះមកខ្ញុំនឹងធ្វើការប្រើ command តាម្ដងខ្ញុំអត់ទាន់ប្រើ command តាទេខ្ញុំនឹងធ្វើការ remove file នេះចោលសិនហើយ remove ដែលយើងបាន extra មកហ្នឹងនេះ new 001នេះខ្ញុំនឹងធ្វើការ remove វាចេញប្រើ command rm .rvf remove new 001ហើយយើង ls មើលទៅខ្ញុំបាន remove file ដែលយើងបាន extra ពី001នេះ new នេះខ្ញុំបានលុបចោលហើយអត់មានទេហើយតមកខ្ញុំនឹងធ្វើការប្រើ command តាដើម្បី zip វាតា .cf ដាក់ឈ្មោះ file យើងដាក់ឈ្មោះ sv7 ទៅ .ta .gz ចេញពី001ហើយមកយើង ls ដក ls ដើម្បីមើលវានេះខ្ញុំបានដែល zip ជាតាប្រើ command នេះហើយតមកខ្ញុំនឹងធ្វើការ unzip វាវិញយើងវាយ command តាដើម្បី extract នេះដែលយើងបាន zip វាមិញនេះហើយប្រើ command តា .xzf file name sv7.ta.gz យើង ls ដក ls មើលចាំនេះយើងបាន command តាហើយយើងបាន zip file តានេះពី001ហើយតមកខ្ញុំបាន anta វិញនេះប្រើ command
Anta SV7 តានេះហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងយើងធ្វើការ clear មកហើយយើង sudo